គ្រាន់តែបើកក្បាលដំបូងហ្នឹងបងប្អូនទាំងគ្នាដឹងថាខ្ញុំនឹងធ្វើអីបាត់ទៅហើយបងប្អូនយើងបង្កាត់ខ្ជុងដើម្បីឲ្យយើងអាំងត្រីមួយឬក៏ត្រីពីរហ្នឹងហូបទៅវាឆ្ងាញ់ល្អលុះត្រាតែយើងអាំងនឹងមានបច្ចេកទេសអាំងត្រឹមត្រូវបើសិនជាយើងគ្មានបច្ចេកទេសក្នុងការអាំងត្រឹមត្រូវទេត្រីនឹងអត់ឆ្អិនបានល្អទេពេលខ្លះឆ្អិនពេលខ្លះឆៅអញ្ចឹងកន្លែងខ្លះឆៅកន្លែងខ្លះឆ្អិនអញ្ចឹងហើយបងប្អូនអរគ្នាមកមើលពីរបៀបអាំងត្រីរបស់ខ្ញុំធានាថាឆ្អិន 100% ហើយឆ្ងាញ់ទៀតក្តៅបងប្អូនអរគ្នាទីមួយយើងត្រូវប្រឡាក់អំបិលត្រីមកប្រឡាក់អំបិលហើយយើងយកវាមកអាំងលើចង្អើរនៅពេលដែលយើងអាំងលើចង្អើរហ្នឹងយើងត្រូវតែដាក់ភ្លើងធ្វើម៉េចយើងមើលថែភ្លើងហ្នឹងឲ្យល្អភ្លើងគឺយើងដាក់រឹមបានហើយបងប្អូនយើងកុំដាក់នេះពេកកុំដាក់បខំភ្លើងពេកកាលណាតែយើងបខំភ្លើងពេកគឺត្រីនឹងអត់ឆ្អិនបានល្អទេយើងដាក់ភ្លើងតិចអាំងប្រែទៅប្រែមកប្រែទៅប្រែមករហូតបងប្អូនអរគ្នាដើម្បីឲ្យត្រីនឹងវាឆ្អិនសព្វអានេះគឺខ្ញុំអាំងប្រែទៅប្រែមករហូតដើម្បីឲ្យត្រីពីរហ្នឹងឆ្អិនសព្វបងប្អូនខ្ញុំប្រែទៅឆ្វេងប្រែទៅស្ដាំហើយទាំងពីរហ្នឹងត្រឡប់ទៅត្រឡប់មកហើយអ្វីដែលសំខាន់នោះយើងមកមើលការធ្វើទឹកជ្រក់របស់យើងបងប្អូនអរគ្នាគឺយើងធ្វើទឹកជ្រក់ទឹកត្រីផ្អែមមើលតំណងឯងបងប្អូនតំណងឯងទឹកត្រីផ្អែមគឺតំណងខ្លាំងមែនតើបងប្អូនគ្រាន់តែមើលពេលខ្លះចង់ស្រក់ទឹកមាត់ឯនេះហើយការធ្វើទឹកជ្រក់របស់យើងគឺមើលទៅបងប្អូនអរគ្នាគឺមើលទៅមានរសជាតិឆ្ងាញ់មែនតើហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាអរគុណច្រើន